Good morning អរុនសួស្តីបងប្អូនទាំងអស់គ្នាព្រឹកនេះដែរខ្ញុំនិងក្រុមគ្រួសាររួមទាំងមិត្តភ័ក្តិរបស់ម៉ាក់បានជួបជុំគ្នារៀបចំចេញដំណើរទៅភ្នំពេញហើយបងថ្លៃជាអ្នកបើកបរជូនទៅអំឡុងពេលនេះដែលស្ដាប់ចម្រៀងកំដៅបរិយាកាសកុំឲ្យ lonely ពេកងើបពីព្រលឹមពេករៀងហេវដែរបាននាំគ្នាឈប់ញមីអីនៅហួសរង្វង់មូលស្វាយធំបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចរាល់ហើយយើងកាត់មកដល់រាជធានីនិយាយទៅពួកយើងគេងនៅនឹងមួយយប់ដែរដើម្បីងាយស្រួលចេញមកប្រលានយន្តហោះបន្តដំណើរទៅលេងប្រទេសម៉ាឡេនិងសិង្ហបុរីមកដល់ប្រលានម៉ោង 3 កន្លះស្ងាត់ឡើងជ្រាបបងថ្លៃជូនមកទម្លាក់រួចគាត់បកមកសៀមរាបវិញត្រង់នេះគេលាប៉ាគេបាយចូលក្នុងមើលមុខក្មួយស្រីខ្ញុំគេឡើងរស់រវើកគេងអត់ឆ្អែតតែសប្បាយចិត្តបានដើរលេងឃើញ passport គិតថារបស់លេងថ្មីយាយខ្លាចរហែកភ្លេចប្រាប់ថាពួកខ្ញុំទៅជាលក្ខណៈទូនៅក្រោយក្មួយស្រីខ្ញុំនេះអាវក្រហមគាត់ជាអ្នកនាំភ្ញៀវបើនិយាយទៅមិនមែនទៅតែក្រុមខ្ញុំទេនៅមានសមាជិកផ្សេងទៀតមិនហ៊ានថតរូបគេទេខ្លាចគេជូនរង្វាន់បន្ទាប់មកយើងចែកលិខិតឆ្លងដែនរៀងខ្លួនទៅ Chicken Valley ចូលក្នុងមកដល់ខាងក្នុងសំដៅទៅរកកន្លែងញមីអីមុនគេហើយហេវណាស់តែពេលខ្លីមិនគ្រប់គ្រាន់បានត្រឹមតែខ្ចប់ភេសជ្ជៈកាហ្វេនំពងមាន់ញម៉ាលើយន្តហោះកន្លែងត្រង់នេះអ្នកម្ដាយរអ៊ូងើថាពួកខ្ញុំទិញភេសជ្ជៈយូរមិនចេះខ្លាចយន្តហោះគេចេញចោលមកដល់ហើយមិនទាន់ចេញភ្លាមទេត្រូវចាំទៀតកុំឲ្យខាត់ពេលវេលាទាញទូរស័ព្ទតមកខ្សែ V410 ប៉ុសទៅមិនងាយមកជុំគ្នាទេចង់តែសើចទេត្រង់នេះហេតុតែចង់ឲ្យកូនថតដែរគ្នាវក់ទូរស័ព្ទតមិនខ្ចីងាកមើលចំណាយពេលជិត2 ម៉ោងក៏បានមកដល់ប្រលានម៉ាឡេកន្លែងនេះមកមើលសកម្មភាពក្មួយស្រីខ្ញុំដ៏សែនខ្ជីខ្ជូតខ្លាំងណាស់អូវ៉ាលីឡើងមិនជំពាក់អ្នកណាមួយរៀលចេញពីប្រលានមានកាយនាំមកស្រស់ស្រូបអាហារថ្ងៃត្រង់សិនបងប្អូនមិនបាច់ឆ្ងល់ទេបាយថ្ងៃនៅទីនេះដូចគ្នានឹងប្រទេសចិនដែរមួយត10នាក់ហូបដូចតកាម្ហូបមានចិត្ត10មុខកន្លែងនេះក្មួយខ្ញុំចង់ដូរកៅអីអង្គុយរៀបចុះរៀបឡើងទីបញ្ចប់អង្គុយកៅអីដដែលបើសួរខ្ញុំថាឆ្ងាញ់អត់មើលតែម្ហូបដឹងហើយអស់អាលីងហានិយាយទៅម្នាក់រៀងហែលចឹងដាក់សិនហើយបើរសជាតិវិញសាបមិនសូវដិតដូចម្ហូបខ្មែរយើងទេមើលមុខឆ្លុកបាយចឹងហើយក៏នៅតែខ្ជូតដែរបាយថ្ងៃរួចរាល់ហើយកាយនាំយើងមកទស្សនានិងថតរូបលេងនៅព្រះបរមរាជវាំងពីមុនគេឲ្យចូលតែឥឡូវកំពុងជួសជុលចឹងបានថតនៅខាងមុខប៉ុណ្ណោះនៅខាងមុខនេះមិនសូវមានអីថតទេមានសេះនិងទាហានយាមមុខខ្លោងទ្វារដូចចាក់ភពអង់គ្លេសដែរហើយយើងកាត់មកដល់កន្លែងមួយទៀតនៅនេះមានឈ្មោះថារូបសំណាក់ទាហានមកដល់ខាងមុខផ្លូវចូលកាយសុំថតរូបជុំសមាជិកទាំងអស់គ្នា4-10ប៉ុសសិនឃើញប្លង់ត្រង់និងស្អាតដែរបន្ទាប់ពីគេថតបានជិត100ប៉ុសមកក្រឡេកមកក្មេងតូចវិញម្ដងថតរួចរាល់ហើយក្មួយខ្ញុំដូចចាប់ក្តាមដាក់ចង្អេរចឹងទប់មិនឈ្នះទាញដង selfie កាន់ថតរៀបរាប់ដូចខ្លួន content creatorគិតថាជារបស់លេងថ្មីមួយទៀតហើយបានកាន់ដង selfie សំដៅទៅហើយមកមេថតជាមួយអូនមិនដឹងជា style អីក្បាច់អីខ្លះមិនបាច់បង្រៀនចេះឯងគាត់មិនដឹងថាថតវីដេអូទេខ្ញុំក៏ដើរចូលទៅឈរពីក្រោយជុំជាមួយយាហ្មងទៅបន្ទាប់មកក៏បំបែកគ្នាចូលខាងក្នុងក្តៅហែងដូចគេហែកមេឃចឹងដើរចូលទៅរៀងឆ្ងាយដែរ50ទៅ60ម៉ែត្រអញ្ចឹងម៉ាក់គាត់នៅចាំខាងមុខគាត់អត់បានចូលទៅជាមួយទេបើសិនជាយើងចូលពេលល្ងាចឬយប់ប្រហែលជាស្អាតជាងនេះដោយសារគេបាញ់ភ្លើងនិងទឹកតែផ្ទៃមេឃបែបក្តៅមែនតែក៏ល្អជាងភ្លៀងស្អាតម្យ៉ាងដែរនៅចំហៀងស្ដាំដៃខ្ញុំនឹងជារូបសំណាក់ទាហានបើនិយាយទៅគេកំណត់ឲ្យយើងចូលតែ30នាទីចឹងពេលវេលាមិនយូរយើងនាំគ្នាថតនៅមុខនឹងហើយដើរឆ្វែមើលជុំវិញនឹងជិត10នាទីក្មួយខ្ញុំបានរបស់លេងថ្មីមួយទៀតហើយគឺចាប់ឆាត់បង្វែរលេងចេញមកខាងមុខឃើញឡានលក់ដូងនាំគ្នាទិញទឹកដូងម្នាក់មួយកែវតាក់ទងនឹងតម្លៃសូមប្រយ័ត្នប្រយែងបន្តិចបើបងប្អូនបានមកលេងនៅទីនេះខ្ញុំជួបផ្ទាល់ដូងមួយកែវគ្នា3នាក់តម្លៃខុសគ្នាទាំង3ពេលមកដល់ឡានសួរសមាជិកផ្សេងទៀតតម្លៃក៏ខុសគ្នាដែរបើគិតជាលុយខ្មែរមួយកែវ 6,000 កែវខ្លះ 8,000 មានដល់ 10,000 ទៀតឥឡូវនេះយើងកាត់មកដល់រឿងយើងវិញបន្តដំណើរមកដល់កន្លែងមួយទៀតហើយមានឈ្មោះថាវាមានឯករាជ្យនៅទីនេះគេអាចហៅឈ្មោះក្រៅមួយទៀតគឺលៀនចូលដំរីដូចនៅសៀមរាបដែរចូលបានមួយផ្លែតក្តៅពេកក៏នាំគ្នាឡើងឡានបន្តដំណើរមកស្រស់ស្រូបអាហារពេលល្ងាច
អាហារពេលល្ងាចនេះដែរគឺយើងមកញ៉ាំបែបបំហូបវៀតណាមមានសម្លម្ជូរវៀតណាមហើយមានបាញ់ដៅមានត្រីបំពងមានតៅហ៊ូចៀនរួមទាំងឆាបន្លែ 3-4 មុខដែររសជាតិម្ហូបវៀតណាមគឺសាបដូចម្ហូបម៉ាឡេនិងចិនដែរបើសម្លម្ជូរវៀតណាមវិញគ្មានជាតិជូរបន្តិចសោះបន្ទាប់ពីស្រស់ស្របអាហារពេលល្ងាចរួចរាល់ហើយយើងក៏បន្តដំណើរមករកកន្លែងគេងនៅសន្តាគារមួយកន្លែងនៅទីប្រជុំជនគឺស្ថិតនៅ Ibis Hotel ដែលមានឈ្មោះល្បីគួរសម្ដែងកន្លែងទទួលភ្ញៀវគេស្អាតស្រទន់បែបរ៉ូមែនទិកពួកយើងកំពុងនាំគ្នា check in យក key card ដើម្បីចូលបន្ទប់គេងបន្ទប់នីមួយគេងបានមនុស្ស2នាក់យ៉ាងច្រើន3នាក់បើនិយាយទៅបន្ទប់ខ្ញុំមានគ្រែ2ខ្ញុំគេងជាមួយមិត្តភក្តិរបស់ខ្ញុំចំណែកឯម៉ាក់និងបងស្រីក្មួយគេង3នាក់ឥឡូវយើងចូលមកមើលក្នុងបន្ទប់ទាំងអស់គ្នាតើបរិយាកាសក្នុងបន្ទប់មានសភាពស្រស់ស្អាតដូចនៅកន្លែងទទួលភ្ញៀវដែរឬទេតើតាមការវិនិច្ឆ័យរបស់បងប្អូនគិតដូចខ្ញុំដែរឬទេខាងក្នុងរាងតូចចង្អៀតចំណែកឯក្រៅបង្អួចមិនមាន view ឲ្យមើលទេហើយរាងហប់ខ្យល់ដូចពិបាកដកដង្ហើមបន្តិចចំណែកឯបន្ទប់ទឹកក៏តូចចង្អៀតនិយាយរៀបរាប់ច្រើនពេកឥឡូវដល់ពេលវេលាត្រូវងូតទឹកដើម្បីចេញទៅដើរលេងយប់បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចយើងនាំគ្នាដើរមកផ្សាររាត្រីតែយើងត្រូវជិះរថភ្លើងក្រោមដីល្បឿនលឿនកំពុងនៅក្រោមដីជួបជុំគ្នាថាទៅប៉ុន្មានអ្នកដើម្បីងាយស្រួលទិញសំបុត្ររថភ្លើងសរុបទៅបានច្រើនដែរ13នាក់យើងងាកមកមើលបរិយាកាសខាងក្រោយខ្ញុំវិញសំបីតែក្រោមដីក៏មានស្ទូលលក់អីវ៉ាន់លក់ភេសជ្ជៈប្រទេសគេជឿនលឿនដើរដល់ណាណីហើយឥឡូវនេះអ្នកនាំភ្ញៀវគាត់កំពុងឈរទិញសំបុត្របញ្ជាទិញសំបុត្ររួចរាល់ហើយក៏ធ្លាក់កាក់ចេញពីម៉ាស៊ីនយើងទទួលបានម្នាក់មួយដើម្បីយកទៅស្កែននៅផ្លូវដើរខាងមុខចំណែកឯតម្លៃសំបុត្រប្រហែល6,000រៀលលុយខ្មែរយើងសម្រាប់ទៅមកចេញពីកន្លែងស្កេនរួចហើយយើងបន្តដំណើរដើរប្រហែល5នាទីទៅជិះរថភ្លើងចូលមកដល់រថភ្លើងឈរមួយសន្ទុះល្បឿនលឿនដូចហោះមិនដល់5នាទីផងក៏ដល់ចំណតហើយពួកយើងបន្តដើរបន្តិចទៀតឥឡូវបានមកដល់គោលដៅសម្រាប់យប់នេះគឺផ្សាររាត្រីហើយម្ដុំនេះប្រជាជនក្នុងស្រុកនិយមហៅថាប៉ាសាម៉ាឡាមមួយទៀតហៅថាចាឡែនណាឡូលផ្លូវថ្មើរជើងកន្លែងនេះជាកន្លែងពេញនិយមដែលអ្នកដំណើរមួយចំនួនសឹងតែគ្រប់គ្នាឆ្លងកាត់លើកកាមេរ៉ាមកថតប្លង់ថ្មើរជើងដ៏មានញឹកនេះនិយាយរួមទៅខ្ញុំសម្គាល់ឃើញថាអាជីវករលក់ដូរតាមដងផ្លូវនេះភាគច្រើន 90% សុទ្ធតែជាមនុស្សប្រុសផ្ទុយពីស្រុកយើងតាមអ្វីដែលខ្ញុំដឹងតតគ្នាគឺបុរសចេញរកលុយទុកឲ្យនារីមើលថែផ្ទះនិងមើលកូនបើចឹងមែនមិនខុសពីប្រទេសយើងប៉ុន្មានទេបើយើងក្រឡេកជុំវិញខ្លួនទៅនៅទីនេះសម្បូរហាងចិនម៉ាឡេវៀតណាមរួមទាំងផ្ទះលេខ2កន្លែងនេះដើរហួសហើយតែងាកឃើញជនជាតិឥណ្ឌាលក់នំប៉ានីពូរីក៏ត្រឡប់មកវិញចង់បបួលពួកម៉ាក់ហូបបានជាគ្នាប៉ុន្តែគេមិនចង់ញ៉ាំហើយមានអារម្មណ៍ថាស្ដាយណាស់មិនបានភ្លក់រសជាតិដើមពេលកំពុងឈរមើលគេបណ្ដាស្រក់ទឹកមាត់បណ្ដាមើលទៅដូចជាទំនងឆ្ងាញ់ណាស់បន្ទាប់ពីមិនបានញ៉ាំនំប៉ានីពូរីក៏ទិញបានគៀវបំពងហើយបើនិយាយទៅនៅនឹងគឺឃើញគេសម្បូរលក់នំខារ៉ាមែលច្រើនណាស់អាចជារបស់ពេញនិយមប្រចាំតំបន់ក៏ថាបានដើរចុះដើរឡើងឃើញមែនញញមើលទៅទំនងក៏ចូលទិញដល់ឃើញអក្សរដាក់ថាសុំតាមគិតឃើញភ្លាម2នាក់ពួកម៉ាក់មើលមុខគ្នាច្បាស់ជាផ្ទះលេខ2ជាអ្នកលក់មិនខានចង់ដើរហួសប៉ុន្តែពេលអ្នកលក់ជាជនជាតិម៉ាឡេក៏ឈប់ទិញហ្មងទៅវីដេអូថ្ងៃទី1ក៏ត្រូវបានបញ្ចប់អរគុណជម្រាបលារាត្រីសួស្តី